សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia 100K ថ្ងៃនេះនាងខ្ញុំមកបរិយាយអំពីអត្ថប្រយោជន៍នៃក្លូតាតៃអុនការទទួលទានក្លូតាតៃអុនមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពប៉ុន្តែសំខាន់ត្រូវយល់ថាវាមិនមែនជាថ្នាំព្យាបាលទាំងអស់នោះទេខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់របស់វា1ជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លូតាជាអង់ទីអុកស៊ីដង់ដ៏សំខាន់ក្នុងខ្លួនប្រាណដែលជួយការពារកោសិកាពីការខូចខាតដែលបណ្ដាលមកពីសារធាតុរលួយការខូចខាតនេះអាចនាំឲ្យមានជំងឺផ្សេងៗនិងធ្វើឲ្យចាស់ទាន់ពេលវេលា2ជួយសម្រកទម្ងន់និងបង្កើនម៉ាសសាច់វាអាចជួយបង្កើនអង់ស៊ីមដែលជួយក្នុងការបំប្លែងខ្លាញ់ទៅជាថាមពលជួយកាត់បន្ថយភាពធន់នឹងអាំងស៊ូលីនដែលជាកត្តាមួយក្នុងបញ្ហាធាត់3ធ្វើឲ្យស្បែកសនេះគឺជាមូលហេតុដ៏ពេញនិយមបំផុតសម្រាប់ការទទួលទានក្លូតាវាធ្វើឲ្យតឹងការផលិតមេឡានីនដែលជារបស់ផ្ដល់សម្បុរស្បែកដោយធ្វើឲ្យស្បែកមានសម្បុរភ្លឺឡើងនិងភាពស្មើគ្នា4ពង្រឹងប្រព័ន្ធភាពស៊ាំក្លូតាជួយជំរុញការងាររបស់កោសិកាភាពស៊ាំដូចជា T cell ដែលជាកោសិកាដ៏សំខាន់ក្នុងការប្រយុទ្ធនឹងជំងឺ5ជួយបង្ការនិងព្យាបាលជំងឺដាក់ស៊ីស្ត្រីដែលមានជំងឺ PCOS មានការខ្វះក្លូតានៅក្នុងខ្លួនការទទួលទានក្លូតាអាចជួយបន្សាបដំណើររលួយនិងកាត់បន្ថយរោគសញ្ញារបស់ PCOS ដូចជាភាពធន់ទ្រាំអានស៊ូលីននិងការមិនទៀងទាត់នៃរង្វង់ឈាម6កាត់បន្ថយភាពតានតឹងក្លូតាអាចជួយកាត់បន្ថយផលប៉ះពាល់នៃភាពតានតឹង Oxidative stress ដែលជាកត្តាមួយដែលធ្វើឲ្យអារម្មណ៍អស់សង្ឃឹមនិងតានតឹង7បង្ការជំងឺរ៉ាំរ៉ៃដោយសារតែវាជាអង់ទីអុកស៊ីដង់វាអាចជួយបង្ការការកើតមហារីកបានខ្លះៗនិងជួយកាត់បន្ថយផលប៉ះពាល់ពីការព្យាបាលគីមី8កាត់បន្ថយរោគសញ្ញាជំងឺParkinson ការស្រាវជ្រាវបានបង្ហាញថាការទទួលទានក្លូតាតាមសរសៃឈាមអាចជួយកាត់បន្ថយរោគសញ្ញាជំងឺ Parkinson ដែលជាជំងឺប៉ះពាល់ដល់ប្រព័ន្ធប្រសាទការព្រមាននិងការប្រុងប្រយ័ត្នប្រសិទ្ធភាពនៃការទទួលទានក្លូតាតាមមាត់គឺទាបជាងការចាក់បញ្ចូលសរសៃឈាមដោយសារវាងាយនឹងរលួយនៅក្នុងពោះវៀននិងត្រូវបានរលាយយ៉ាងឆាប់រហ័សនៅក្នុងថ្លើមការទទួលទានក្លូតាអាចបណ្ដាលឲ្យមានផលរំខានខ្លះដូចជាចង្កេះរលាករមាស់ឬដំបៅស្បូននិងបញ្ហារំលាយអាហារមិនត្រូវទទួលទានច្រើនពេកឬរយៈពេលយូរដោយគ្មានការណែនាំពីគ្រូពេទ្យនោះទេសម្រាប់ស្បែកការទទួលទានក្លូតាអាចធ្វើឲ្យស្បែកសប៉ុន្តែប្រសិទ្ធភាពអាស្រ័យលើបុគ្គលម្នាក់ៗហើយសម្បុរស្បែកអាចត្រឡប់ទៅដូចដើមវិញបន្ទាប់ពីបញ្ឈប់សេចក្តីសន្និដ្ឋានក្លូតាមានតួនាទីសំខាន់ក្នុងរាងកាយហើយការទទួលទានវាអាចផ្ដល់ប្រយោជន៍ជាច្រើនទោះបីជាយ៉ាងណាក៏ដោយវាមិនមែនជាថ្នាំអស្ចារ្យនោះទេមុនពេលសម្រេចចិត្តទទួលទានអ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យឬអ្នកជំនាញអំពីសុខភាពដើម្បីធានាថាវាមានសុវត្ថិភាពនិងសមរម្យសម្រាប់ស្ថានភាពរបស់អ្នកសូមអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាតាំងពីដើមដល់ចប់ប្រសិនជាបងប្អូនចូលចិត្តសូមជួយចុច Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ